សូមជម្រាបសួរសាជាថ្មីចំពោះបងប្អូនទាំងអស់គ្នាដែលតែងតែតាមទស្សនាវីដេអូពី page Entertainment Analytics ទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញនៅមេរៀនទី4ដែលមេរៀនទី4គឺបានភ្ជាប់ទៅនឹងមេរៀនទី3របស់យើងទាក់ទងការប្រើប្រាស់ home ហើយថ្ងៃនេះខ្ញុំនឹងបង្ហាញលម្អិតទាក់ទងទៅនឹងការប្រើប្រាស់ insert ព្រោះនៅក្នុងនេះគឺចំណុចមួយនេះគឺខ្ញុំបានបង្ហាញដាច់ដោយឡែកពីគ្នាគឺដើម្បីយើងធ្វើការស្វែងយល់ហើយយើងច្បាស់ថា home នឹងវាប្រើមានប្រយោជន៍អី insert នេះប្រើមានប្រយោជន៍អីដូចជាយើងរៀន Photoshop ដែរគេនឹងបង្ហាញតាក់ទង tool មួយដើម្បីលម្អិតប្រាប់យើងឥឡូវថ្ងៃខ្ញុំនឹងបង្ហាញតាក់ទងនឹង insert នៅពេលដែលខ្ញុំបង្ហាញចប់នៅមួយនេះគឺយើងធ្វើការភ្ជាប់នៅចំណុចនេះច្បាច់បញ្ចូលគ្នាដើម្បីឲ្យខ្លាយជាចំណេះដឹងតែមួយដែលយើងអាចប្រើប្រាស់កើតហើយនៅពេលដែលបងប្អូនសិក្សាវាចប់បងប្អូនអាចទៅបង្រៀនដើម្បីអ្នកអត់តចេះដើម្បីអាចរកលុយពីការសិក្សារបស់យើងនៅពេលយើងមានការខ្វះខាតឥឡូវបងប្អូនជួបនៅក្នុងយើងមួយទៀតតាក់ទងនឹងមេរៀនទី4កាលពីមេរៀនមុនដូចខ្ញុំបាននិយាយចឹងគឺយើងបង្ហាញតាក់ទងទៅនឹង home ហើយ home បងប្អូនគាត់នឹងស្វែងយល់ហើយស្វែងយល់អត់អស់ហើយតាក់ទងការប្រើប្រាស់ home ហើយមួយទៀតខ្ញុំនឹងបង្ហាញតាក់ទងនឹងការប្រើប្រាស់ insert ការប្រើប្រាស់ insert ក៏វាមិនខុសគ្នាប៉ុន្មានអំពីការប្រើប្រាស់ home ដែរវាមានចំណុចមួយចំនួនគឺដូចគ្នាប៉ុន្តែចំណុចសំខាន់នៅក្នុង insert គឺតាក់ទងទៅនឹងការទាញឬក៏ការបង្កើននៅចំណុចណាមួយពិសេសឥឡូវថ្ងៃនេះខ្ញុំនឹងបង្ហាញនៅក្នុង insert មួយដែលខ្ញុំបង្ហាញតាក់ទងទៅនឹង shape ព្រោះចំណុច shape នេះគឺមានសារៈសំខាន់គឺធម្មតានៅពេលដែលយើង shape តាក់ទងនឹងការគូសរូបហើយការគូសរូបគឺសម្រាប់ធ្វើការ design នៅ slide របស់យើងដើម្បីមានភាពស្អាតនៅពេលដែលយើងធ្វើការបង្ហាញនៅពេលដែលបងប្អូនចុចនៅលើ shape នេះគឺវាមានទម្រង់ជាច្រើនដែលអនុញ្ញាតឲ្យយើងធ្វើការជ្រើសរើសទៅតាមកិច្ចការណាមួយដែលយើងចង់បានឧទាហរណ៍ថាពេលដែលខ្ញុំជ្រើសរើសនៅចតុកោណនេះមួយយើងយកមកគូសនៅលើវាគឺវាមានទម្រង់បែបនេះហើយបងប្អូនគូសនៅលើវាមិនវាចេញចឹងឡើងគូសសាក់ថ្មីបាទគូសនៅលើវាបាទគូសនៅលើវាគឺវាចេញពណ៌បែបនេះនៅពេលដែលយើងធ្វើជួនកាលយើងធ្វើចំណងជើងហើយពេលដែលយើងយកវាមកដាក់វានឹងធ្វើការបាំងលើអក្សរនឹងបាទទៅទៀតខ្ញុំនឹងធ្វើការឲ្យអក្សរនឹងនៅពីលើនេះវិញទៅទៀតនៅពេលដែលបងប្អូនចុចនៅលើនេះហើយយើងត្រូវការធ្វើការ design នៃ slide របស់យើងនេះយើងទាញមកចេះមកទីទៀតនៅពេលដែលយើងរៀនដល់ចំណុចមួយគឺហេតុអីបានយើងធ្វើការប្រើប្រាស់វាដើម្បីឲ្យការបង្ហាញ slide របស់យើងកាន់តែស្អាតនៅពេលដែលបងប្អូនចុចដល់ចំណុចនេះហើយយើងចាប់ទាញវាមកលើចំណុច format នេះគឺជាចំណុចមួយដ៏សំខាន់បន្ទាប់ពីយើងបានយករូបភាពមកគូសចំណុចនេះគឺបងប្អូនអាចធ្វើការ design នៅលើ shape របស់យើងមួយដើម្បីឲ្យវាមានភាពស្អាតឧទាហរណ៍បងប្អូនយកទម្រង់បែបនេះហើយខ្ញុំទាញវាស្មើហើយអូខេបន្តមកទៀតបងប្អូននឹងឃើញនៅចំណុច2នេះចំណុចនេះហើយនិងចំណុចនេះតាក់ទងនឹង start fill តាក់ទងនឹងពណ៌នៅលើនេះឃើញពណ៌ទៅជុំវិញកន្លោនេះគឺយើងអាចធ្វើការកំណត់បានផ្ទៃពណ៌ហ្នឹងគឺអានេះគឺយើងអត់មានពណ៌ទេបើសិនជាយើងចង់ឲ្យអក្សរយើងឲ្យអក្សរហ្នឹងគឺវាសូបងប្អូនឃើញគឺវាតាក់ទងចំណុចនេះដែលខ្ញុំបង្ហាញមិញគឺខ្ញុំបញ្យល់លម្អិតតាក់ទងទៅនឹងនេះគឺ format នេះតាក់ទងទៅនឹង start fill តាក់ទងផ្ទៃនៃអក្សរបាទនេះយើងដាក់ទៅផ្ទៃពណ៌សប៉ុន្តែវាបាំងដល់ no fill នេះគឺវាពណ៌សប៉ុន្តែវាអត់បាំងទេក៏ប៉ុន្តែអាពណ៌ក្រហមដែលជាកន្លងនេះគឺវានឹងសូឲ្យយើងបើសិនយើងចង់ដាក់ពណ៌បែបនេះគឺជាឃើញគឺអាចរើសពណ៌បានក៏ប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញបងប្អូនគឺបងប្អូនអាចរើសទម្រង់ណាមួយបានឃើញព្រោះហើយយើងស្រឡាញ់លក្ខណៈបែបនេះគឺបងប្អូនគាត់ចុចលើវាហើយមួយទៀតនៅពេលដែលបងប្អូនចង់ឲ្យរូបអក្សរនៅពីលើនេះមុនដល់ចំណុចនេះខ្ញុំសូមបញ្ជាក់នេះបន្តិចសិនតាក់ទងនឹងសាប់អនឡាញតាក់ទងបន្ទាប់ពីខាងនេះបងប្អូនអាចដាក់ពណ៌ខ្មៅបានហើយយើងនេះគឺហើយកម្រាស់នេះយើងអាចរើសនៅកម្រាស់ណាមួយដែលយើងចង់បានទេយកកម្រាស់បែបនេះមកហើយមួយទៀតមានចំណុចមួយចំនួនឧទាហរណ៍ថាពេលបងប្អូនដាក់ផ្ទៃវាយើងទាញមកដាក់ទៅគឺវានឹងបាក់ហើយមានបងប្អូនមួយចំនួនក៏អាចមកស្ដាប់ហើយយើងយកពី edit ហើយយើងអាច copy អាហ្នឹងយកមកដាក់ពីលើទៅវាជាលេខបាំងអាហ្នឹងគឺយើង copy វាមកហើយយើងចុច edit សាថ្មីមកនេះហើយយើង control V មកផាសវានៅលើហ្នឹងឃើញហើយយើង control A ហើយយើងចុច control គ្នាបើកវានឹងរីធំនៅលើហ្នឹងតែម្ដងឃើញគឺវានៅលើហ្នឹងពេញនៅលើហ្នឹងតែម្ដងហើយយើងទាញមកវាតាណាក៏ទៅតាមជាមួយឃើញហ្នឹងជាចំណុចមួយដែលបងប្អូនគួរស្វែងយល់ដែរឥឡូវខ្ញុំ control set វាវិញឥឡូវខ្ញុំលុបចោល control A ខ្ញុំលុបវាចោលឥឡូវខ្ញុំទាញវាមកដាក់វិញគឺវានឹងបាំងបើសិនជាបងប្អូនមិនចង់ឲ្យបាំងហេតុធ្វើម៉េច
មានចំណុចមួយចំនួនយើងមិនចាប់បាច់ edit ហើយយើងប្រើប្រាស់នៅក្នុងនោះទេព្រោះយើងត្រូវការភ្ជាប់នៅក្នុងការ design របស់យើងមួយចំនួនទៀតនេះខ្ញុំបង្ហាញលម្អិតឲ្យបងប្អូនតែម្ដងបងប្អូនគ្រាន់ចុចនៅលើវាហើយចុចមកស្ដាំយើងយកពាក្យកាត់ហើយចុចមកស្ដាំយើងពាក្យផាសឲ្យវិញផាសហើយបងប្អូនគ្រាន់តែទាញអានេះចេញមកនេះមកលុបអាកន្លោនេះមួយចោលសិនយើងទាញវាមកមានន័យថាពេលយើងទាញមកឃើញគឺអក្សរហ្នឹងគឺនៅលើរូបភាពហ្នឹងតែម្ដងហើយបើសិនជាបងប្អូនចង់ទាញនៅអក្សររូបភាពយើង select ហើយយើងចាប់ទាញវាមកលើមកឃើញគឺវាទៅលើទាំងពីរទាំងព្រមតែម្ដងហ្នឹងជាចំណុចមួយដែលបងប្អូនគួរស្វែងយល់តាក់ទងទៅនឹងការប្រើប្រាស់ save នៅក្នុងនេះយើងប្រើស្រួលទេប៉ុន្តែបើសិនជាយើងយកអនុវត្តជាក់ស្ដែងគឺវាមានការលំបាកដូច្នេះហើយខ្ញុំចង់បង្ហាញលម្អិតយើងចុច arrow key មកដើម្បីរំកិលវាហ្នឹងអាហ្នឹងគឺចំណុចនេះគឺវាអត់មានអីពិបាកទេនៅពេលដែលបងប្អូនប្រើប្រាស់រាល់ថ្ងៃនេះក្នុងនេះគឺយើងអាចជ្រើសរើសនៅទំហំណាមួយដែលទម្រង់ណាមួយដែលបងប្អូនចង់បានមួយទៀតខ្ញុំបង្ហាញបន្តទៅទៀតគឺឧទាហរណ៍ថាបងប្អូនចង់សេពពីចំណុចមួយដែលវាមានច្រើនចំណុចដែលយើងចង់នេះឧទាហរណ៍ថានេះខ្ញុំយកយ៉ាងនេះមួយហើយខ្ញុំបង្ហាញពីសម័យកាលមួយសម័យកាលបងប្អូនប្របាក់នឹងយល់ហើយខ្ញុំយក edit ត្រង់នេះហើយខ្ញុំសរសេរអត្ថប្រយោជន៍នៃព្រៃឈើអត្ថប្រយោជន៍សុំទោះនៃព្រៃឈើនេះខ្ញុំស៊ូមវាតូចតិចហើយយើងធ្វើការដូរ font វា font មកคลิกមកស្ដាំហើយយើងយកពាក្យថា font នេះក៏បានដែរហើយវានឹង load font តែនេះវាពិបាកជាង Word វា load ឲ្យយើងឥឡូវចូលទៅ home 3ដូរទៅវាស្រួលជាង Word ក៏យើងចុចលើហ្នឹងថាប្រយោជន៍នៃព្រៃឈើនេះយើងអាចស៊ូមវាតូចយើងចាប់ទាញវាមកអញ្ចឹងអានេះយើងអាចបរិយាធំហើយយើងដាក់កម្រិតវាឲ្យមើលទៅគួរតាក់ទាញយើង 1.5 បាទពណ៌នេះគឺនេះយើងអាច select ដូរពណ៌ select ដូរពណ៌ណាមួយដែលយើងចង់បានអូខេចំណុចនេះមួយទៀតជាធម្មតាអត្ថប្រយោជន៍នៃព្រៃឈើវាមានច្រើនអញ្ចឹងឧទាហរណ៍ដើម្បីនេះគឺយើងទាញនៅពេលដែលបងប្អូនធ្វើការ slide យើងធម្មតានេះយើង slide មុនហើយអានេះបន្ទាប់មកមានអត្ថប្រយោជន៍នៃព្រៃឈើវាមានអីខ្លះទី1ទី2ទី3ទី4ចានេះក៏ខ្ញុំចង់បង្ហាញតាក់ទងទៅនឹងមេរៀនយើងតាក់ទងការប្រើប្រាស់វាមានគំនិតក្នុងការ design ខ្លួនឯងឥឡូវខ្ញុំចាប់ផ្ដើមយក insert នេះដើម្បីធ្វើការប្រើប្រាស់នៅក្នុងនេះគឺដូចខ្ញុំបង្ហាញនៅក្នុងនេះបើសិនជាបងប្អូនចូលចិត្តប្រើប្រាស់អានេះជាធម្មតាមានបងប្អូនខ្លះគាត់ចូលចិត្តប្រើប្រាស់ហ្នឹងថាប្រយោជន៍នៃព្រៃឈើឬគុណសម្បត្តិនៃព្រៃឈើហ្នឹងវាមានអីខ្លះដូចវាមានចំណុច1 2 3 4បងប្អូនយកវាមកអញ្ចឹងឧទាហរណ៍ពេលដែលយើងនេះបន្ទាត់នេះវានឹងឆ្អល់បង្ហាញឬយើងអាចគូបន្ទាត់ផ្សេងទៀតឥឡូវខ្ញុំយក inbox វាមួយដើម្បីមកទៅសេនៅនេះឧទាហរណ៍ថាការពារការឡើងកម្ដៅការពារការឡើងកម្ដៅមួយទៀតទប់ស្កាត់ទឹកជំនន់ទៀតរក្សាលំនឹងសីតុណ្ហភាពអានេះសីតុណ្ហភាពអានេះខ្ញុំយក3ចំណុចនេះចុះកុំឲ្យវាវែងពេកតបន្តិចយើងធ្វើការនេះឥឡូវយើងតាក់ទងការដូរ font អីបងប្អូនចេះហើយឥឡូវខ្ញុំដាក់កម្រិតវាឲ្យគួរសមតិចធម្មតាវាមានចំណុចមួយអញ្ចឹងដែលបងប្អូនចង់បង្ហាញវានេះខ្ញុំ enter វាធ្លាក់ចុះខមមកអញ្ចឹងវានៅពេលដែលយើងអានេះយើងប្រើនេះក៏បានដែរយើងទាញវាមកតែចំណុចទី1គឺបងប្អូនចង់និយាយវាស្អីនៅពេលដែលយើងធ្វើការ add animation របស់វាមកវានឹង load ទី1យើងនិយាយពីការឡើងកម្ដៅហើយអីបានព្រៃឈើវាមានការឡើងកម្ដៅហើយទី2ទប់ស្កាត់ទឹកជំនន់ហើយអីបានយើងអាចទប់ស្កាត់ទឹកជំនន់បានហ្នឹងគឺជាចំណុចទី2ទី3ប៉ុន្តែនេះខ្ញុំចង់បញ្ជាប់តាក់ទងការប្រើប្រាស់ insert យើងអាចប្រើប្រាស់នៅសញ្ញាព្រួយដើម្បីធ្វើការចង់ឲ្យបង្ហាញថាទី1គឺវាតាក់ទងការទប់ស្កាត់ការឡើងកម្ដៅអញ្ចឹងយើងអាចគប់ចុច control ហើយយើងចាប់យកម៉ៅចាប់ទាញវានឹងចន្លងនេះបាទទី2គឺវានឹងទប់ស្កាត់ការទប់ស្កាត់ទឹកជំនន់ហើយទី3ចុច control ជាប់ទាញមកនេះយើងដាក់ចំណុចនេះចេញពីចំណុចតែមួយអូខេនេះយើងដាក់នៅក្នុងនេះចំណុចតែមួយដែរ
ទី3រក្សាលំនឹងស្ថិរភាពអានេះគឺអាហ្នឹងតើតើការឆ្នៃពេលខ្លះចំណុចខ្លះយើងត្រូវការឆ្នៃវាបន្ថែមដល់ពេលដែលយើងធ្វើ slide ពិតៗយើងត្រូវការវាក៏ប៉ុន្តែចំណុចនេះគឺគេមានឲ្យនៅក្នុង insert មានបងប្អូនមួយចំនួននៅពេលដែលខ្ញុំបង្ហាញបែបហ្នឹងតាំងគេមិនបាច់ចាំហ្នឹងគេអាច add ទៅ smart chart ក៏វាឲ្យដែរនេះតម្រងបែបនេះគឺវាឲ្យតែម្ដងតែនេះគឺខ្ញុំនឹងបង្ហាញអត់នៅមេរៀនក្រោយក៏ប៉ុន្តែចំណុចខ្លះនៅក្នុងនេះគឺយើងអត់ត្រូវការវាយកមកប្រើគឺយើងធ្វើការ design ដោយខ្លួនឯងដើម្បីឲ្យវាមានភាពស្រស់ស្អាតហើយទៀតនៅពេលដែលយើងយកវាហើយយើងត្រូវការដាក់ឡោមជុំវិញវាឃើញទេដាក់វាជុំវិញវាអញ្ចឹងយើងនេះយើងដាក់មកខមកយើងយកអានេះយើង copy អក្សរនេះអាច copy អក្សរនេះមកយើងកាត់វាចោលហើយយើងដាក់លើនេះហើយយកពាក្យថា edit ហើយយើង control អក្សរ V មកវានឹងលើហ្នឹង control អក្សរ A ដាក់ font វាមួយអានេះក៏ខ្ញុំបង្ហាញពីមេរៀនលម្អិតតើតើការប្រាស់នេះមួយដើម្បីថ្ងៃក្រោយទៅបងប្អូនឆ្ងល់ហើយសួរមកយើងទៀតបាទនេះចប់អូខេអានេះយើងអាចដាក់ឆ្នៃវាឃើញទេអញ្ចឹងអានេះគឺជាភាពភ័យអ្វីឆ្លាតបងប្អូនអរគ្នានៅពេលដែលយើងធ្វើការ slide ធ្វើ slide យើងជិះ control ជាប់ពីទីនេះមកខមយើងដាក់នេះមកក្រោមដាច់ក៏បានហើយយើង select control អក្សរ A control អក្សរ V មកឥឡូវខ្ញុំ control អក្សរ Z អញ្ចឹង control ដើម្បីឲ្យវានេះដូចគ្នាយើងមើលលើនេះឃើញទេផាសតែយកអក្សរ A នេះគឺវាទាំងដូចនឹង font តែម្ដងចានេះខ្ញុំ copy ទីមកខមមួយទៀតនេះខ្ញុំ control អក្សរ X ដើម្បីកាត់វាហើយខ្ញុំចុចទៅនេះ control អក្សរ A ហើយខ្ញុំអានេះគឺយើងយកអក្សរ A នេះមកយើងទាញវាមកលើមកគឺឃើញគឺទាំង3ហ្នឹងគឺវាដូចគ្នាតែម្ដងហើយមួយទៀតនៅពេលដែលបងប្អូនចង់ដូរនៅពណ៌របស់នេះបងប្អូនឃើញថាអត់ពេញចិត្តមួយទៀតដើម្បីរំកិលឲ្យវាកិលតិចបងប្អូនចុច control ជាប់ចុច arrow key ហ្នឹងក៏ខ្ញុំបង្ហាញគឺកិលបានតិចបើសិនជាបងប្អូនអត់ចុច control ជាប់ទេកិលមកវាលោតលឿនតែមកនៅពេលដែលយើងចង់ដូរទៅលើទាំង3នេះបងប្អូនគ្រាន់តែ select ពីខាងក្រៅហើយយើងយកពាក្យ format ហើយនៅក្នុងនេះយើងអាចដូរម្ដងបានទាំង3តែម្ដងមានបងប្អូនខ្លះគាត់ចុចដូរមួយគឺយើងចំណាយពេលយូរតានៅធ្វើឲ្យការងាររបស់យើងធ្វើការងារតែ1នាទីយើងហើយទាំងអស់ប៉ុន្តែបងប្អូនខ្លះធ្វើការងារ30នាទីបានហើយនេះយើង select ទៅនឹងមកគឺយើងចូល format ហើយយើងចូលទម្រង់ណាមួយដែលយើងចង់បានយើងដូរអានេះហើយក៏ខ្ញុំបង្ហាញចំណុចមួយដែលឲ្យបងប្អូនធ្វើការស្វែងយល់ហើយនឹងរៀនសូត្របន្ថែមខ្លួនឯងបើសិនជាយើងចង់ copy ថែមយើងចុច control ជាប់បើសិនជាយើងចង់ copy 2ទេយើង select ហើយយើងចុច control ជាប់គឺ copy បាន2តែម្ដងបាទហើយបង្រួមវាមកហើយនេះគឺយើងចុច control ជាប់ហើយចុចម៉ៅមកអានេះគឺបាទហើយយើង control ជាប់ចុចម៉ៅវាមកអាហ្នឹងគេហៅថាការធ្វើកិច្ចការងារដ៏លឿនបំផុតដែលយើងមិនចំណាយពេលយូរនៅក្នុងការធ្វើការវានៅលើវានេះបើសិនជាយើងធ្វើការនៅអង្គភាពគេគឺបើសិនជាបងប្អូនធ្វើការឲ្យយើងធ្វើ slide 30 slide យើងចំណាយពេលរាប់ម៉ោងធ្វើហ្នឹងអញ្ចឹងកិច្ចការគេស្ទះងាប់ដូច្នេះគឺចំណុចហ្នឹងគឺឃើញពេលដែលយើង slide វាមានភាពស្អាតហើយនេះយើង add animation របស់វាដើម្បីវាធ្វើការដើរទៅគឺយើងនៅពេលដែលយើងធ្វើការ slide បង្ហាញទៅប្រាប់គេគឺវានឹងមានភាពងាយស្រួលអញ្ចឹងដែរមេរៀននេះគឺខ្ញុំសូមselect តែប៉ុណ្ណេះចំពោះមេរៀនទី5គឺខ្ញុំនឹងបង្ហាញលម្អិតតើតើការប្រាក់ពី insert នៅមេរៀនក្រោយទៀតហើយខ្ញុំសង្ឃឹមថាបងប្អូននឹងអាចយកវាទៅអនុវត្តហើយកាលណាបងប្អូនបានតែមើលហើយអត់អនុវត្តទេយើងគុំសង្ឃឹមថាចេះហើយខ្ញុំនឹងព្យាយាមជួយបងប្អូនទៀតទៅតាមលទ្ធភាពដែលយើងអាចធ្វើបានអរគុណចំពោះការតាមដានទស្សនាវីដេអូនេះ